ចំពោះបងប្អូនរកស៊ីមួយចំនួនពេលខ្លះគាត់អត់បានបែងចែកពេលវេលាឬក៏ថវិកាសម្រាប់ខ្លួនគាត់ឬក៏សម្រាប់គ្រួសាររបស់គាត់អញ្ចឹងទេអ្នកខ្លះនៅពេលដែលគាត់រកស៊ីគាត់ខំប្រឹងរកស៊ីពេកសូម្បីតែពេលវេលាសម្រាប់គ្រួសារពេលវេលាសម្រាប់ខ្លួនឯងពេលវេលាសម្រាប់ដល់សេចក្តីសុខឲ្យខ្លួនឯងឬការលំហែកាយផ្សេងមិនមានកន្លែងនេះយើងខ្ញុំសូមចែករំលែកសម្រាប់បងប្អូនពេលខ្លះយើងរកស៊ីនរណាក៏ចង់បានលុយដែរនរណាក៏ចង់បានគេឈ្មោះដែរនរណាក៏ចង់បានល្បីដែរនរណាក៏ចង់បានលេចធ្លោដែរក៏ប៉ុន្តែប្រសិនបើយើងរកស៊ីបែបនេះគឺមានន័យថាយើងរកស៊ីដូចហាក់បីដូចជាមិនឲ្យជីវិតខ្លួនឯងរីករាយយើងរកស៊ីហាក់បីដូចជាដាក់សម្ពាធខ្លួនឯងខ្លាំងយើងរកស៊ីហាក់បីដូចជាធ្វើឲ្យជីវិតយើងវាមិនបានរីកចម្រើនយើងរកស៊ីធ្វើឲ្យសុខភាពយើងអន់ថយទៅអញ្ចឹងខ្ញុំសូមចែករំលែកហើយបន្ទាប់ពីបងប្អូនមើលវីដេអូនេះរៀនពិចារណាដោយខ្លួនឯងហើយជាពិសេសប្រសិនបើយើងងប់ងល់នឹងការរកស៊ីចង់មានចង់បានខ្លាំងពេកយើងងប់ងល់ទៅនឹងអាជីវកម្មយើងសប្បាយចិត្តក្នុងការរកលុយរហូតដល់ភ្លេចថែទាំសុខភាពរហូតដល់ភ្លេចថែទាំក្រុមគ្រួសារទោះបីជាលុយនឹងវល់លានវល់សែនវល់ពាន់ក៏ដោយក៏យើងមិនអាចទិញសុភមង្គលហើយនឹងភាពសប្បាយរីករាយក៏ដូចជាសុខភាពយើងបានទីអញ្ចឹងខ្ញុំសូមចែករំលែកហើយការរកស៊ីទាំងឡាយណាសូមបងប្អូនត្រូវគិតអំពីសុខភាពរបស់ខ្លួនឯងត្រូវគិតអំពីសេចក្តីសុខសុភមង្គលគ្រួសារសូមកុំធ្វើការឬក៏រកស៊ីទាំងឡាយណារហូតដល់ភ្លេចគ្រួសារឬក៏ភ្លេចសុខភាពខ្លួនឯងអាហ្នឹងទោះបីជាមានលុយច្រើនប៉ុណ្ណាក៏ដោយវាអត់សុបាយទេអញ្ចឹងខ្ញុំសូមចែករំលែកចេះនៅក្នុងករណីបងប្អូនរកចំណូលអញ្ចឹងខ្ញុំលើកឧទាហរណ៍ថាបន្ទាប់ពីយើងចំណាយណាបន្ទាប់ពីយើងចំណាយទៅក្នុងមួយខែយើងសល់ 1000 អញ្ចឹងបន្ទាប់ពីយើងចំណាយក្នុងមួយខែនៅសល់ 1000 បងប្អូនរៀនបែងចែកអញ្ចឹងខ្ញុំឲ្យបងប្អូនបែងចែកថា 20% សម្រាប់ទុកនៅពេលដែលបងប្អូនមានកម្មវិធីជប់លៀងឬកម្មវិធីគេហៅការបុណ្យទានផ្សេងអញ្ចឹង 20% នៃ 1000 ក្នុងមួយខែយើងត្រូវទុកបាន 200 ហើយនេះទី2បងប្អូនទុក 30% សម្រាប់អីសម្រាប់ការដើរលេងជួបជុំគ្រួសារនៅចុងឆ្នាំជារៀងរាល់ឆ្នាំអញ្ចឹងយើងត្រូវមានផែនការបែបហ្នឹងអញ្ចឹងមួយខែយើងទុកបាន300 200ទុកសម្រាប់គេអញ្ជើញយើងបុណ្យទានមែនទេហើយក្នុងរដូវកាលបុណ្យទានវាមិនមែនមួយខែពេញឬក៏មួយឆ្នាំពេញទេអញ្ចឹងមានរដូវរបស់គេអញ្ចឹងមានន័យថា200ក្នុងមួយខែបើសិនជាយើងសំបាន6ខែវាបាន1200ហើយយើងសំដល់ខែ10ឧទាហរណ៍ 2000ហើយត្រឹមដល់ខែ10មានរដូវកាលរដូវបុណ្យទានអីវាមានណាអញ្ចឹងយើងទុក 20% មានថា200នៃប្រាក់ដែលយើងចំណេញហ្នឹងហើយ 30% ទៀតខ្ញុំលើកដូចថា 30% ទៀតយើងសន្សំសម្រាប់យើងមានកញ្ចប់សម្រាប់ដើរលេងជាលក្ខណៈគ្រួសាររបស់យើងអញ្ចឹងមួយខែសល់300 10ខែបាន 3000អញ្ចឹងមួយឆ្នាំគ្រួសារយើងដើរ 3000 នៅក្នុងស្រុកខ្មែរខ្ញុំគិតថាបបោឃើញទេហើយទី3 30% ទៀតគឺបងប្អូនរក្សាទុកសម្រាប់យើងឈឺស្កាត់សម្រាប់យើងឈឺអញ្ចឹងយើងត្រូវបែងចែកលុយអញ្ចឹងមកខ្ញុំចង់និយាយថាធ្វើការរកស៊ីអីក៏ដោយគឺត្រូវតែមានផែនការសម្រាប់ជីវិតខ្លួនឯងសម្រាប់ក្រុមគ្រួសារខ្លួនឯងសម្រាប់អាជីវកម្មខ្លួនឯងអញ្ចឹងយើងទុក 30% ទៀតអញ្ចឹងយើងអស់ 80ហើយ20ទី1 20% សម្រាប់ party សម្រាប់គេអញ្ជើញការបុណ្យទានអីទី2 30% គឺសម្រាប់ទុកដើរលេងជាក្រុមគ្រួសារយើងចុងឆ្នាំមួយឆ្នាំយើងដើរលេងម្ដងឃើញទេហើយទី3 30% ទៀតចូលវាអស់ 80 30% ទៀតគឺសម្រាប់យើងឈឺស្កាត់នៅក្នុងក្រុមគ្រួសារយើងក៏មានកូនមានចៅមានបងមានប្អូនប្រពន្ធកូនប្តីអីឈឺទៅយើងត្រូវមានលុយនឹងណាហើយទី4 20% ទៀតគឺយើងទុកសម្រាប់ធ្វើអីគឺសម្រាប់យើងដកខាត់ចំណេះដឹងសម្រាប់យើងរៀនឧទាហរណ៍ថាអាជីវកម្មខ្លះយើងត្រូវទៅឡើងទៅរៀនអាជីវកម្មខ្លះយើងត្រូវតែបំពាក់បំពន់បច្ចេកវិទ្យាថ្មីយើងត្រូវរៀនថ្មីដើម្បីយើងបានចំណេះមកអភិវឌ្ឍក្រុមហ៊ុនរបស់យើងអញ្ចឹង 20% ហ្នឹងបើសិនបើយើងមិនបានទៅរៀនទេយើងទុកសម្រាប់ធ្វើអីគឺទុកសម្រាប់ទិញរបស់លួងចិត្តខ្លួនឯងសម្ភារៈប្រើប្រាស់មិនថាជាខោអាវស្បែកជើងទូរស័ព្ទឬក៏គ្រឿងអលង្ការផ្សេងទេអញ្ចឹងទាំងអស់ហ្នឹងគឺយើងត្រូវបែងចែកអញ្ចឹងចំណូលខ្ញុំនិយាយមិញមានថាយើងពេលយើងចែកចំណាយហើយយើងចំណេញសល់$1000អញ្ចឹង$1000 $200ទុកសម្រាប់គេហៅ
កម្មវិធីការបន់ទានហើយ$300នេះគឺ30%ទៀតគឺសម្រាប់យើងទុកដើរលេងប្រចាំឆ្នាំហ្នឹងយើងសន្សំហើយ30%មួយទៀតនេះគឺសម្រាប់យើងឈឺស្កាត់ណាបងប្អូនក្រុមគ្រួសារឈឺអីអានោះយើងទុកដែរហើយទី4 20%ទៀតសម្រាប់យើងទៅស្វែងរកចំណេះដឹងបន្ថែមសម្រាប់មកអភិវឌ្ឍក្រុមហ៊ុនយើងហើយបើសិនបើក្រុមហ៊ុនយើងមិនសូវបានទៅរៀនញឹកញាប់ទេមួយឆ្នាំឬក៏2ឆ្នាំទៅរៀនម្ដងទេលុយដែលសល់នៅ20%ហ្នឹងទុកសម្រាប់យើងដូរខោអាវដូរស្បែកជើងឬក៏សម្ភារៈអីប្រើប្រាស់សម្រាប់ជាកាដូលើកទឹកចិត្តខ្លួនឯងឃើញទេអញ្ចឹងទាំងអស់ហ្នឹងក្នុងនាមយើងជាអ្នករកស៊ីអ្នកធ្វើការយើងត្រូវបែងចែកអញ្ចឹងបានខ្ញុំចង់ជំរាបថានៅពេលដែលយើងមានផែនការសម្រាប់ជីវិតខ្លួនឯងសម្រាប់គ្រួសារខ្លួនឯងណាពេលហ្នឹងយើងអត់ stress ទេនៅពេលដែលដល់ចុងឆ្នាំយើងយកអាលុយដែលយើងបំរុងទុក30%រាល់ខែហ្នឹងឧទាហរណ៍ថារហូតដល់ខែ12យើងបានប្រហែល30%ហ្នឹងអញ្ចឹងគឺយើងសល់$3,600 30% នៃទឹកប្រាក់ដែលយើងសល់1000ក៏ប៉ុន្តែវាមិនមែនការរកស៊ីយើងនឹងសល់មួយខែ1000រហូតទេណាតែខ្ញុំសូមជំរាបជាភាគរយនឹងឲ្យបងប្អូនបែងចែកអញ្ចឹងឧទាហរណ៍ខែក្រោយបងប្អូនបានតែ$800ទេកាច់កងហើយនៅសល់800អញ្ចឹងយើងរក្សាភាគរយដដែលយើងដឹងតែ20%រុញទៅសម្រាប់កម្មវិធីដែលទុកសម្រាប់គេហៅការបន់ទាន30%ទៀតគឺយើងទុកសម្រាប់យើងដើរលេងចុងឆ្នាំហើយ30%ទៀតសម្រាប់ជួយស្កាត់20%ទៀតសម្រាប់យើងទៅដុសខាត់ចំណេះដឹងក៏ដូចជាទុកទិញសម្ភារៈអីផ្សេងៗអញ្ចឹងនៅក្នុងចំណូលរបស់យើងបន្ទាប់ពីដកចំណាយហើយចំណេញប្រមាណតែយើងរក្សាភាគរយដដែលឧទាហរណ៍បើខែក្រោយយើងសល់តែ500 20%នៃទុកសម្រាប់កម្មវិធីមានន័យថាយើងសល់$100ទីក្នុង500ណា20%នៃ$500គឺយើងទុកបានតែ100ទេខែហ្នឹងហើយសម្រាប់30%សម្រាប់ទុកដើរលេងយើងបានតែ30%យើងបានតែ150ទេនៃទឹកប្រាក់500អញ្ចឹងទោះបីជាការចំណេញរបស់យើងឬការសល់របស់យើងបន្ទាប់ពីចំណាយទោះបីវាប្រែប្រួលឡើងចុះក៏ដោយក៏ប៉ុន្តែយើងរក្សាភាគរយយើងនៅដដែលអញ្ចឹងភាគរយហ្នឹងខ្ញុំបែងចែកជា4បងប្អូនចង់អង្គន់ជា5ជា6អាហ្នឹងស្រេចចិត្តបើយើងមានតម្រូវការច្រើនសម្រាប់ទុកណាអញ្ចឹងខ្ញុំចែកជា4នេះទី1 20%សម្រាប់ party ហើយ30%ទី2 30% សម្រាប់យើងដើរលេងជាលក្ខណៈគ្រួសារហើយ30%ទៀតគឺយើងសម្រាប់ឈឺស្កាត់ទុកសម្រាប់លុយទៅឈឺស្កាត់20%ទៀតគឺយើងទុកសម្រាប់យើងដកខាត់ចំណេះដឹងឬក៏យើងទុកបើសិនបើយើងមិនបានប្រើប្រាស់វាទេយើងទុកសម្រាប់យើងទិញសម្ភារៈផ្សេងៗជាងកាលខូចទូរស័ព្ទខូចអីហ្នឹងគឺយើងត្រូវការដូរវាឃើញទេអញ្ចឹងដល់ពេលដែលយើងរកស៊ីនឹងធ្វើការដែលយើងមានផែនការរៀបចំនិងដាក់គោលដៅជីវិតបែបនេះខ្ញុំជឿថាបងប្អូនអត់ស្មុគស្មាញទេហើយការរៀបចំផែនការគោលការណ៍បែបនេះបងប្អូនត្រូវតែរក្សាដដែលមានន័យថាយើងធ្វើជារៀងរាល់ខែជារៀងរាល់ឆ្នាំទោះបីជាឆ្នាំនឹងឧបមាថាយើងខកខានមិនបានដើរលេងតែយើងធៀបវាទុកលុយដែលទុកសម្រាប់ដើរលេងណាលុយសម្រាប់ទុកដើរលេង30%រាល់ឆ្នាំហ្នឹងគឺយើងធៀបវាទុកក៏ប៉ុន្តែខ្ញុំលើកទឹកចិត្តអញ្ចឹងក្នុងការរកស៊ីក្នុងការធ្វើការអីក៏ដោយបងប្អូនត្រូវតែឲ្យចំណីខួរក្បាលខ្លួនឯងឲ្យចំណីអារម្មណ៍ឲ្យចំណីបេះដូងខ្លួនឯងឲ្យគាត់បានសប្បាយនិង relax ខ្លះអញ្ចឹងនៅពេលដែលយើងមានផែនការបែបហ្នឹងដល់ខែដល់ឆ្នាំដល់ខែយើងត្រូវដើរលេងយើងដើរលេងហើយកុំខ្វល់ឃើញទេចុងឆ្នាំឬក៏ដើមឆ្នាំអីហ្នឹងយើងត្រូវដើរលេងដើរទៅពីព្រោះយើងមានកញ្ចប់សម្រាប់នៃការដើរហើយលុយសម្រាប់បដោះចំណេះដឹងអីផ្សេងៗហ្នឹងសម្រាប់ដកខាត់ចំណេះដឹងឬក៏រៀនអីថ្មីៗហ្នឹងគឺយើងមានហើយដែរហើយលុយសម្រាប់យើងឈឺស្កាត់អីផ្សេងៗហ្នឹងក៏យើងមានដែរឃើញទេអញ្ចឹងទាំងអស់ហ្នឹងនៅពេលដែលយើងបែងចែកភាគរយយើងមានផែនការជាកញ្ចប់សម្រាប់យើងរៀបចំជីវិតរបស់យើងខ្ញុំគិតថាវាអត់លំបាកទេថ្ងៃក្រោយតន់ហើយនៅក្នុងឆ្នាំណាខែណាដែលយើងអត់បានចាយទៅលើសន្ទុះដែលយើងអត់បានចាយទៅលើភាគរយនៅក្នុងឧបមាថាអត់ចាយទៅលើភាគរយដើរលេងអញ្ចឹងយើងគៀបទុកសម្រាប់ធ្វើអីផ្សេងឬក៏សម្រាប់ទុកឲ្យកូនរៀនអីចឹងទៅឧទាហរណ៍អញ្ចឹងទាំងអស់ហ្នឹងបានខ្ញុំលើកទឹកចិត្តថាគ្រប់អ្នករកស៊ីខ្នាតតូចខ្នាតធំមធ្យមឬក៏អ្នកធ្វើការដូចគេដែរយើងជាអ្នកធ្វើការត្រូវតែមានផែនការសម្រាប់ជីវិតខ្លួនឯងអញ្ចឹងកាលណាបើសិនបើយើងអត់ចេះបែងចែកហិរញ្ញវត្ថុនឹងត្រឹមត្រូវទេខ្ញុំសូមជម្រាបថាអ្នករកស៊ីមួយជីវិតក៏អត់សល់ដែរកន្លែងនេះណាអញ្ចឹងមូលហេតុដែលយើងរកស៊ីហើយមិនសល់រកស៊ីយូរទៅ
បាត់ចុងបាត់ដើមរកស៊ីយូរទៅមិនមានលុយអីសល់ដុំកពួនគេដោយសារអីគឺដោយសារយើងអត់ចេះសន្សំអញ្ចឹងមិនខ្ញុំលើកទៅចិត្តថាអ្នករកស៊ីអ្នកធ្វើការត្រូវតែមានផែនការសន្សំបើយើងអត់ចេះសន្សំទេយើងអត់សល់ទេអញ្ចឹងកាលណាបើសិនបើយើងមិនសន្សំដូចធ្វើការរាល់ថ្ងៃធ្វើបើករកស៊ីរាល់ថ្ងៃដូចកំពុងតែសម្រាប់ខ្លួនឯងពីព្រោះនៅពេលដែលអត់សល់យូរទៅយើងកើតបំណុលខ្ចីគេយកបំពេញបន្ថែមខ្ចីគេយកបំពេញបន្ថែមអញ្ចឹងមួយជីវិតហ្នឹងយើងវាមានតែសល់អីសោះហើយនៅពេលដែលយើងឈឺស្កាត់ឬក៏នៅពេលដែលយើងមានតម្រូវការណាមួយត្រូវការប្រើវាអត់មានលទ្ធភាពអត់មានលុយក្នុងការទៅធ្វើវាទេទៅទិញវាទេឃើញទេអញ្ចឹងបានខ្ញុំលើកទឹកចិត្តនឹងជំរុញថាអ្នករកស៊ីតូចធំមធ្យមអីក៏ដោយត្រូវតែចាប់ផ្ដើមមានផែនការសន្សំអញ្ចឹងនៅក្នុងខ្ញុំឲ្យសន្សំតែ4ចំណុចទេតែអ្នកនរគ្នាអាចយកទៅជា5ចំណុច6ចំណុច7ចំណុចអាហ្នឹងអាស្រ័យលើខ្លួនឯងកំណត់ខ្លួនឯងអញ្ចឹងយើងបែងចែកទៅដូចយើងចាត់ទុកថាវាការរៀបចំកំសាន្តសម្រាប់ជីវិតយើងប្រចាំខែអញ្ចឹងហើយយើងមានថតតុករបស់យើងទៅឬក៏យើងនិយាយថាយើងមានកូនជ្រូកយើងបែងចែកជា4យើងមានកូនជ្រូក4អញ្ចឹងទៅណាហើយបើយើងមានថតតុកយើងមានកន្លែងបន្ទប់យើងមានតុកមានតតតុកអីនេះយើងរៀបចំជាថត4ថតទៅ20%សម្រាប់គេអញ្ជើញការបនទាន30%សម្រាប់យើងដើរលេង30%ទៀតសម្រាប់ឈឺស្កាត់20%ទៀតសម្រាប់យើងរៀនឬក៏សម្រាប់យើងទុកទិញរបស់របរអញ្ចឹងយើងបែងចែកវាធ្វើវាជារៀងរាល់ខែហើយធ្វើវាយូរទៅវាទៅជាទម្លាប់ថ្ងៃក្រោយពេលដែលយើងសន្សំបានលុយសល់លុយច្រើនណានៅពេលដែលបងប្អូនសល់លុយច្រើនគឺមានអារម្មណ៍ធ្វើការបន្ថែមមានអារម្មណ៍រកស៊ីបន្ថែមតែដល់ឡែកប្រសិនបើយើងរក5ឆ្នាំហើយ10ឆ្នាំហើយ20ឆ្នាំហើយគ្មានសល់អីយូរទៅយើងធុញយូរទៅលេងចង់រកស៊ីចង់ធ្វើការដោយសារធ្វើយូរអត់មានសល់អីសោះកន្លែងហ្នឹងអញ្ចឹងខ្ញុំលើកទៅចិត្តថាពេលដែលយើងរៀនចេះសន្សំទៅថ្ងៃក្រោយយើងសល់ប៉ុណ្ណេះរាល់ខែមួយឆ្នាំបើកមើលលុយសន្សំយើងសប្បាយចិត្តហើយនៅពេលដែលសប្បាយចិត្តគឺមានកម្លាំងចិត្តនៅក្នុងការសន្សំបន្តតែបើសិនបើរកស៊ី10ឆ្នាំ20ឆ្នាំហើយវាអត់សល់អីសោះធ្វើយូរទៅយើងលែងចង់សន្សំហើយយូរទៅយើងចង់រកស៊ីហើយមិនចឹងអ្នកធ្វើការដូចគ្នាបើសិនបើយើងធ្វើការ5ឆ្នាំ10ឆ្នាំហើយមិនសល់អីសោះអញ្ចឹងមានអារម្មណ៍មួយតូចចិត្តលែងចង់ធ្វើការហើយដោយសារអីវាអត់មានអីសល់ជាដុំកពួនវាអត់មានសល់អីជាមកកាក់មួយសែនធ្វើយូរទៅធុញធ្វើយូរទៅសុំឈប់បដ ឃើញអាទៅនឹងដែលជាកំហុសសម្រាប់អ្នកដែលរកស៊ីសម្រាប់អ្នកធ្វើការប្រសិនបើយើងអត់មានការសន្សំទេអញ្ចឹងបើអត់ចេះសន្សំទេមួយជីវិតនេះអាជីវកម្មក៏អត់ធំធាត់រីកកោតដែរហើយយើងក៏អត់មានលុយអីសល់ទុកឲ្យកូនឲ្យចៅដែរអត់មានសល់ដីសល់ផ្ទះសល់ស្រែចម្ការឲ្យកូនចៅទេរកតែយូរទៅអស់លីងដីផ្ទះស្រែចម្ការអស់លីងអញ្ចឹងបានខ្ញុំលើកទៅចិត្តថាយើងត្រូវតែចាប់ផ្ដើមរៀនសន្សំទោះបីជាខែហ្នឹងថ្ងៃហ្នឹងយើងរកបានប៉ុណ្ណាយើងចេះបែងចែកទៅយើងចេះបែងចែកថាលុយនេះទុកអា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 នេះអញ្ចឹងបើសិនបើយើងចេះចាត់ចែងបានយើងគឺជាមនុស្សម្នាក់ថ្ងៃក្រោយគឺរីកចម្រើនហើយត្រូវចាំមកបងប្អូនការរកស៊ីស្អីក៏ដោយធ្វើការងារអីក៏ដោយបើយើងអត់ចេះសន្សំយើងអត់ចេះទុកដាក់គឺយើងអត់រីកចម្រើនទេហើយថ្ងៃក្រោយទៅជីវិតកូនចៅរបស់យើងក៏អត់មានអីធំដុំធំកពួនអីដែរមួយជីវិតនឹងយើងនៅតែប៉ុណ្្នឹងឃើញទេសឹងតែពេលខ្លះគេពេលបងប្អូនអត់ចេះសន្សំពេលយើងបានលុយពីចំណូលពីរកស៊ីពីធ្វើការសឹងតែខ្ចីគ្រួសារបងប្អូនបន្ថែមទៀតយើងចាយអត់គ្រប់ចាយអត់គ្រប់ខ្ចីមិត្តភ័ក្តិឬក៏ខ្ចីក្រុមគ្រួសារឬក៏ខ្ចីសាច់ញាតិអីយកមកចាយដើម្បីឲ្យវាបានគ្រប់ដល់ខែបានប្រាក់ខែឬក៏ដល់ខែដែលយើងបានចំណេញអញ្ចឹងទាំងអស់ហ្នឹងវាកើតចេញឡើងពីការសន្សំរបស់បងប្អូនអានេះពីជ្រុងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរៀនសន្សំពីពេលនេះតទៅអញ្ចឹងបានចង់និយាយថាធ្វើអីក៏ដោយការងាររកស៊ីស្អីក៏ដោយគឺយើងត្រូវចេះសន្សំកាលណាយើងមិនស្រឡាញ់លុយយើងមិនចេះទុកដាក់លុយអញ្ចឹងថ្ងៃក្រោយក៏យើងអត់មានលុយដែរអញ្ចឹងបើយើងចេះស្រឡាញ់វាចេះទុកដាក់វាថ្ងៃក្រោយយើងមានលុយច្រើនអូខេអញ្ចឹងនេះជាការចែករំលែកខ្លីសម្រាប់ថ្ងៃនេះផងដែរសូមអរគុណបងប្អូនទាំងអស់គ្នា